sushi Japan đã lướt đồng miền trắng á của trong nhà men hay mà hôm han đây cả lại quạt miền tràn rồi bố bài tiết trong ban này na oyster Japan của miền pong ti chiên snow pong thấy ấy na miền thấy thu na sro mau pi Japan ô tràn rồi bố bài nè hay xem mẹp hàng bọc quạt ní bụng mai bong bố mà chuyển luôn bọc quạt chỉ score lại nè mà đông bưng kình con dương nắng là lơ plơ học sập bấy na hàng quạt miền mua tham maruhachi để quạt miền lụa mà hôm ha bài Japan tràn rồi bố bài men đèn chỉ bị xe cứ trai thủ này nó cứ quạt vô mau pi Japan to prao chỉ mùi nâng trai sro tay mà đóนะแม่นจีประเภทไตรประกอบไตรไอเตให้กดก็มีจีออยสเตอร์ได้ไอออยสเตอร์นั้นจีประเภทออยสเตอร์สระมาปีญี่ปุ่นด้วยគ្នាយើងចង់ញ៉ាំឆៅក៏បានស្រស់ហ្នឹងឬក៏យើងចង់ញ៉ាំជាប្រភេទអាំងក៏បានដែរគាត់អាចធ្វើបានទៅតាមចំណូលចិត្តរបស់យើងណាហើយអ្វីដែលពិសេសមួយទៀតហ្នឹងគឺម៉ណុយស៊ូស៊ីរបស់គាត់និយាយទៅម៉ណុយស៊ូស៊ីរបស់គាត់ហ្នឹងគេហៅថារបៀបហៅញ៉ាំបែបសេរីណាចង់ដាក់ topping បែបសេរីចង់ដាក់ topping អីក៏បានហើយអាចកំងបាយច្រើនឬក៏បាយតិចតាមហ្នឹងអញ្ចឹងទៅតាមចំណូលចិត្តរបស់យើង topping គេគឺមានច្រើនសម្បូរបែបណាស់ដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងហើយពេលដែលកំងស៊ូស៊ីហ្នឹងគឺចុងភៅមកធ្វើឲ្យយើងដល់កន្លែងផ្ទាល់តែម្ដងហើយសម្រាប់ហាងរបស់គាត់បើកលក់តាំងពីម៉ោង 11 ព្រឹកតទៅរហូតដល់ម៉ោង 2 រសៀលនិយាយទៅគាត់បើក 2 វេនហើយសម្រាប់វេនពេលល្ងាចហ្នឹងម្ហូបអាហារដូចគ្នាទាំងអស់គឺចាប់ពីម៉ោង 5 ល្ងាចតទៅរហូតដល់ម៉ោង 2 រំលងអាត្រៀតអញ្ចឹងរបៀបលក្ខណៈថាអូអ្នកខ្លះគាត់ចង់ញ៉ាំស៊ូស៊ីដាច់យប់អីចឹងណាអាចមករកនៅកន្លែងគាត់បានម្ហូបអាហារនៅហ្នឹងគឺច្រើនសម្បូរបែបជាប្រភេទម្ហូបអាហារបែបជប៉ុនហើយហាងទើបតែបើកជាងមួយឆ្នាំទេពុកម៉ែបងប្អូនប៉ុន្តែភ្ញៀវគាត់ច្រើនមានអ្នកស្គាល់និយាយទៅមានមួយគាត់ច្រើនអញ្ចឹងគាត់បានចេញនឹងម៉នុយថ្មីដូចស៊ូស៊ីដែលខ្ញុំបង្ហាញហ្នឹងគឺជាប្រភេទគេហៅថាស៊ូស៊ីដែលយើងអាច add topping បានសេរីណាចង់បានប្រភេទសាច់អីឬក៏ snow អីហ្នឹងគឺយើងអាចកំងទៅតាមហ្នឹងហើយត្រីធូណារបស់គាត់នេះអូស្រស់ល្អមែនតើមែនជាប្រភេទត្រីបកកទេគាត់នាំយកមកខ្លួនឯងហើយបើនិយាយពីបទពិសោធន៍ចុងភៅសិតតែជាង10ឆ្នាំជាប្រភេទចុងភៅមកពីជប៉ុនផ្ទាល់តែម្ដងណាគឺជនជាតិជប៉ុនទាំងអស់តែម្ដងអញ្ចឹងហើយបានរសជាតិទាំងពីស្តង់ដារតាំងពីអីគឺដូចនៅជប៉ុនអញ្ចឹងហើយការតុបតែងហាងរបស់គាត់ចេញមកដូច vibe នៅជប៉ុនអញ្ចឹងអ្នកដែលធ្លាប់ទៅញ៉ាំប្រកាសជាដឹងហើយតាំងពីរសជាតិតាំងពីការរៀបចំរបស់គាត់ហ្នឹងអ្នកដែលធ្លាប់ទៅញ៉ាំអាចជួយ comment ប្រាប់ផងថារសជាតិបែបណាហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងនេះគឺគាត់មានគេហៅគំនិត creative បន្ថែមណាគាត់យក sushi យកមកដាក់លើដុំមាសអញ្ចឹងអូទំនងណាស់និយាយទៅចេញមករបៀបលក្ខណៈរៀង high អីអញ្ចឹងណាអូប្លែកមែនតើនេះហើយគឺជាការច្នៃប្រឌិតបន្តិចបន្តួចទេប៉ុន្តែធ្វើឲ្យមានភាពតាក់ទាញដែលយើងគួរតែរៀនសូត្រពីគាត់បានណាហើយជនជាតិជប៉ុនទាំងអស់ដូចចុងភៅអីនេះគាត់ថាជំនួយការគាត់មានជនជាតិខ្មែរយើងមានអីចឹងណាប៉ុន្តែក៏ខ្មែរយើងក៏អាចរៀនសូត្រពីជប៉ុនបានច្រើនដែរតាក់ទងជាមួយនឹងផ្នែកចំណីអាហារដោយសារជប៉ុនគឺគេធ្វើបានល្អច្រើនមែនតើហើយសូម្បីតែមនុយម្ហូបអាហារហ្នឹងគឺប្រកែរៀបចំមែនតើមានស៊ុបមានអីនេះដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងស៊ុបនេះរងាស់ចេញពីក្បាលត្រីសាម៉ុនក្បាលអីហ្មងអូនិយាយទៅសុទ្ធតែគេហៅថាមិនមែនមានត្រឹមតែរសជាតិទេណាប៉ុន្តែបើទៀតមានតាំងពីវាណាប្រូតេអ៊ីនមានអីច្រើនមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំអាហារបែបជប៉ុនចំ 100% ហ្នឹងគឺអាចមកហាងរបស់គាត់បានដែលមានឈ្មោះថា Maruhachi ដែលគាត់បើកលក់ 2 វេនគឺម៉ោងវេនព្រឹកហ្នឹងម៉ោង 11 ព្រឹកតទៅរហូតដល់ម៉ោង 2 រសៀលល្ងាចឡើងម៉ោង 5 ល្ងាចតទៅរហូតដល់ម៉ោង 2 រំលងអាត្រៀតព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត